ប្រធានបកប្រជាជនកម្ពុជាលោកហ៊ុនសែនលើកឡើងថាកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទពីប្រទេសថៃតាំងពីគ្រឿងស្រវឹងភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុងឬសាច់កំប៉ុងគ្រប់ប្រភេទដោយជំនួសប្រើប្រាស់ផលិតផលក្នុងស្រុកលោកហ៊ុនសែនប្រធានគណៈបកប្រជាជនកម្ពុជានៅយប់ថ្ងៃទី20ខែមិថុនាបានឲ្យដឹងថានៅថ្ងៃទី20ខែមិថុនាបកប្រឆាំងថៃមួយបានជួនយោបល់ទៅដល់រដ្ឋាភិបាលថៃឲ្យបញ្ឈប់ការលក់ប្រេងមកឲ្យកម្ពុជាដែលនឹងធ្វើឲ្យកម្ពុជាចោះចាញ់លោកបញ្ជាក់តបទៅវិញថាកម្ពុជានឹងមិនស្លាប់ដោយសារការមិននាំចូលប្រេងពីប្រទេសថៃនោះទេប៉ុន្តែអ្នកដែលស្លាប់គឺក្រុមហ៊ុន PTT របស់ថៃទៅវិញទេលោកចោទជាសំណួរថាតើអ្នកចង់ឲ្យក្រុមហ៊ុន PTT ស្លាប់មែនទេបើចង់សូមអ្នកធ្វើតាមបំណងទៅចោះប្រធានបកប្រជាជនកម្ពុជាបន្តថាសម្រាប់កម្ពុជាបានត្រៀមខ្លួនរួចរាល់ដើម្បីដោះស្រាយគ្រប់ស្ថានភាពដែលមានការគំរាមកំហែងរួចទៅហើយដូចជាអ៊ីនធឺណិតអគ្គិសនីពលករហើយពេលនេះលបែងប្រេងបានយកមកធ្វើជាអាវុធប្រឆាំងនឹងកម្ពុជាបន្ថែមទៀតជាមួយគ្នានេះលោកហ៊ុនសែនក្នុងនាមជាប្រធានគណៈបកប្រជាជនកម្ពុជាបានផ្ដល់យោបល់ជូនរដ្ឋាភិបាលកម្ពុជាឲ្យពិចារណានឹងម្ចាស់ការជាមុនដោយបង្វែរការទិញទំនិញពីប្រទេសថៃដើម្បីកុំឲ្យគេមានហេតុផលគំរាមកម្ពុជាតទៅទៀតនិងចំពោះមុខប្រសិនបើច្រកទ្វារព្រំដែនមិនទាន់កែសម្រួលដូចដើមវិញឡើយលោកថាកម្ពុជាគួរផ្អាកការនាំចូលគ្រឿងកំប៉ុងគ្រប់ប្រភេទតាំងពីគ្រឿងស្រវឹងភេសជ្ជៈបើកម្លាំងគ្រប់ប្រភេទរហូតដល់ត្រីខកំប៉ុងឬសាច់កំប៉ុងគ្រប់ប្រភេទដោយជំនួសដោយប្រើប្រាស់ផលិតផលក្នុងស្រុកឬផលិតផលនាំចូលពីប្រទេសផ្សេងៗដែលមានប្រភពក្រៅពីប្រទេសថៃប្រជាជនកម្ពុជាគួរសម្លឹងឲ្យបានឆ្ងាយលើពីព្រំដែនកម្ពុជានិងលើពីឆ្នាំ2030